រដ្ឋបាលខេត្តប្រស័យហនុបានជូនដំណឹងដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័ន្តច្រឡំពេលឮសំឡេងកាំភ្លើងរួមជាមួយនឹងការចល័តតបនាវាចម្បាំងនៅលើផ្ទៃសមុទ្រនិងយន្តហោះចម្បាំងនៅលើអាកាសចាប់ពីថ្ងៃទី14រហូតដល់ថ្ងៃទី28ឧសភា2025ដោយសារតែសកម្មភាពទាំងនេះគឺជាទង្វើសម្ពយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិនដែលមានឈ្មោះថាសម្ពយុទ្ធនាមាសឆ្នាំ2025តែប៉ុណ្ណោះកងទ័ពកម្ពុជានិងកងទ័ពចិនបាននឹងកំពុងធ្វើសម្ពយុទ្ធនាមាសឆ្នាំ2025ក្រោមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានឹងការងារសង្គ្រោះមនុស្សធម៌នៅមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាយនិងលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តប្រស័យហនុចាប់ពីថ្ងៃទី14រហូតដល់ថ្ងៃទី28ឧសភា2025សម្ពយុទ្ធនេះមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយោធាកម្ពុជាក្នុងកិច្ចបូរណភាពទឹកដីប្រឆាំងនឹងភេរវកម្មនិងជំរុញកិច្ចសហប្រតិបត្តិការព្រមទាំងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងកិច្ចការរក្សាសន្តិភាពសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការងារសង្គ្រោះមនុស្សធម៌ផងដែរ